คือถ้าดอยซาไปได้จ้าคือดอยซากรมเทเลไลบ้าคือไม่ไลฟ์ทีวีไม่ไลฟ์ทีวีจ้าហើយទស្សនិកជនយើងទាំងអស់ដែលកំពុងតែតាមដានមើលចង់ដឹងថាតើនរណាទៅនៅជាអ្នកធ្វើខ្មែរ Live TV ហ្នឹងណាដូច្នេះគឺថាសូមអញ្ជើញលោកគិនសិង្ហោបានមកបកស្រាយដើម្បីឲ្យទស្សនិកជនយើងទាំងអស់នៅតាមគេហដ្ឋានដែលបានតាមដានមើលទៅចង់ឃើញថាតើនរណានៅខាងពីក្រោយកាមេរ៉ារបស់ខ្មែរ TV ហ្នឹងបាទខ្មែរ Live TV ដូច្នេះសូមអញ្ជើញលោកគិនសិង្ហោបាទសូមអញ្ជើញសូមតែដៃអបអរសាទរខ្លាំងចាសូមអញ្ជើញលោកគិនសិង្ហោបាទហើយរេម៉ុងបាទរេម៉ុងគិនបាទជាអ្នកបច្ចេកទេសមួយយ៉ាងធំបាទហើយសុខាឡៃបាទសុខាឡៃមួយដែរបាទសុខាឡៃសូមអញ្ជើញបាទជាបឋមខ្ញុំសូមអរគុណគណៈកម្មការក្នុងរាត្រីនេះដែលអនុញ្ញាតខ្ញុំបាទមកជម្រាបខ្លះពីអ្វីដែលយើងបានធ្វើរួចមកហើយជាបឋមគឺថាយើងដំបូងបំផុតគឺថាយើងចង់បានព័ត៌មានពីស្រុកខ្មែរតើយើងធ្វើយ៉ាងម៉េចតេឡេនៅកាណាដានេះមើលមិនឃើញគឺថានៅអាមេរិកគេអាចមើលបានតាមសត្វនីតាមអីគេអាចបង់លុយមើលបានតែកាណាដានេះក៏គេក៏មិនឲ្យចូលទើបមានកំណត់មួយជាមួយសុខាឡៃមិត្តភក្តិខ្ញុំនេះគឺថាធ្វើម៉េចឲ្យបានមើលតេឡេតាមអ៊ីនធឺណិតជាដំបូងគឺថាយើងចង់តែធ្វើមើលបានតែ2 3នាក់គ្នាយើង3 4នាក់ទេហើយបន្តមកចេះតែមានការរីកចម្រើនមានថាយើងចេះតែចង់ធ្វើឲ្យបានហួសពីនេះបន្តមកគឺថាយើងផ្សាយតាមទីវីពីស្រុកខ្មែរមកផ្ទាល់ហើយធ្វើម៉េចឲ្យខ្មែរយើងគឺថាគ្រប់ទិសទីនៅសកលលោកគឺថានៅក្នុងពិភពលោកអាចមើលទូរទស្សន៍ជាតិកម្ពុជាផ្សាយបន្តផ្ទាល់ពីស្រុកខ្មែរពីស្រុកកំណើតរបស់យើងហ្នឹងគឺថាធ្វើម៉េចឲ្យបានដំណឹងយ៉ាងជាក់ច្បាស់ពីស្រុកយើងបន្តមកគឺថា website គឺថាគេហទំព័រយើងហ្នឹងកាន់តែមានការរីកចម្រើនហួសពីការស្មានដែលយើងចង់ធ្វើហ្នឹងគឺថារាល់ថ្ងៃមានមនុស្សមានខ្មែរយើងនៅពេញពិភពលោកហ្នឹងបានចូលមើលគេហទំព័រយើងយ៉ាងតិចក៏ 6,000 នាក់ដែរបាន 6,000 នាក់ហ្នឹងបាទក្នុងមួយថ្ងៃបាទក្នុងមួយថ្ងៃ 6,000 នាក់មក 6,000 នាក់ដូច្នេះយើងមានការចាប់ផ្ដើមតាំងពីខែ 9 2009ទំបានតែជាង2 ខែ4 ខែទំបាន4 ខែគឺថាមានមនុស្សទាំងអស់40,000 នាក់គឺចិត្តកន្លះលានហើយដែលបានគ្រប់គ្រងនៅគេហទំព័រយើងបាទដូច្នេះខ្ញុំនាមខ្ញុំជាអ្នកបង្កើត website នេះខ្ញុំសូមអរគុណនៅការគ្រប់គ្រងរបស់ទស្សនកិច្ចជនខ្មែរទាំងអស់នៅក្នុងពិភពលោកដែលមានការគ្រប់គ្រងនៅគេហទំព័រយើងចំបាទហើយក្នុងគណៈកម្មការដែលរៀបចំគេហទំព័រនេះគឺថាមានរៃម៉ុងជាអ្នកបច្ចេកទេសជាន់ខ្ពស់ដែលបង្កើតគេហទំព័រនេះហើយរាត្រីនេះគឺថាយើងអាចមើលបានក្នុងពិភពលោកហើយយើងអាចទទួលប្រាក់មិនមែនចំពោះតែបងប្អូននៅក្នុងសាលនេះទេគឺថាបងប្អូននៅគ្រប់ទិសទីដែលអាចបរិច្ចាគចូលរួមជាមួយនឹងក្រុមcủaយើងបានតាមគេហទំព័រថាយើងអាចទទួលបានយកកាត់ credit Mastercard Visa PayPal American Express បាទ PayPal គឺថាយើងបងប្អូនយើងនៅគ្រប់ប្រទេសគឺអាចបរិច្ចាគចូលរួមនៅក្នុងកម្មវិធីរបស់យើងបានដែរបាទហើយគោលបំណងថ្ងៃនេះមានដូច200-300 នាក់ដែរបាទប៉ុន្តែមានចេញចូលជុំនឹងយ៉ាងតិចក៏រាប់ពាន់នាក់ដែរបាទគោលបំណងរបស់យើងគឺថាធ្វើម៉េចឲ្យខ្មែរយើងនៅពេញពិភពលោកនឹងមានការទំនាក់ទំនងគ្នារវាងខ្មែរទាំងអស់គ្នានៅពេញពិភពលោកចេះស្រឡាញ់គ្នាហើយធ្វើម៉េចផ្ដល់ព័ត៌មានពីស្រុកខ្មែរយើងឲ្យបានឆាប់រហ័សហើយលើកតម្កើងនិងថែរក្សាវប្បធម៌ខ្មែរគឺថាយើងជៀសវាងនឹងនយោបាយគឺថាគ្រប់និន្នាការអ្នកនិន្នាការនយោបាយគ្រប់ទាំងអស់អាចចូលរួមនៅ forum អាចសរសេរឆ្លើយឆ្លងគ្នានៅក្នុងគេហទំព័របានដែរបាទ
បាទសូមអរគុណខ្ញុំសូមឲ្យរេម៉ុងដែលជាអ្នកបច្ចេកទេសខាងធ្វើនេះគឺថាសូមអរគុណបន្តិចបន្តួចចំពោះបងប្អូនយើងដែលបានជួយគ្រប់គ្រងនៅគេហទំព័រយើងបាទសូមបញ្ជាក់ថារេម៉ុងជាកូនរបស់លោកគិនស៊ីហូតែម្ដងបាទជាកូនគាត់គឺជាវិស្វករផ្នែកខាង IT បាទនៅខាង informatique តែម្ដងបាទជឿtu peux parler en français si tu veux ou alors c'est l'homme en arrière, c'est lui qui a la clé, hein? C'est le fonctionnement de tout, celui qui avait tout reconçu le système. J'aimerais remercier tout le monde d'avoir visité mon site web et regardé l'événement aujourd'hui en direct de partout dans le monde. On a eu du monde du Cambodge, de la Thaïlande, de l'Australie, de la France et des États-Unis. Et j'ai manqué d'autres pays aussi. Aux États-Unis aussi, aux États-Unis. Oui, il y a beaucoup de monde des États-Unis, malgré qu'il y a le Super Bowl ce soir qui se déroule en même temps. Okay, merci beaucoup. បាទសូមថ្លែងអំណរគុណជាអ្នកចាប់ផ្កាបាទចាអញ្ចឹងសូមថ្លែងអំណរគុណចាដល់លោកគិនស៊ីហូព្រមទាំងសំណាក់ចូលរួមចំណាយរងការងារចាសូមអរគុណច្រើនបាទអញ្ចឹងតើកម្មវិធីបន្តនេះយើងមានអីទៀតបាទគឺថាយើងរំយឺតមកយូរហើយចាដូច្នេះដល់ពេលយើងនឹងត្រាក់សរសៃឲ្យវាយឺតបន្តិចឲ្យវាក្តៅសរសៃបន្តិចហើយតាដូច្នេះគឺថាបងប្អូនទាំងអស់ប្រកបជារងចាំរំហើយបាទដល់ពេលឱកាសរំហើយដូច្នេះសូមបកគលនាទីនេះសូមអញ្ជើញទៅលោកខុយចាសូមអញ្ជើញលោកខុយរស្មីចាលោកខុយរស្មីមានអ្វីដើម្បីបង្ហាញជូនដល់បងប្អូនកិត្តិយសយើងទាំងអស់ដែលបានចូលរួមនៅក្នុងថ្ងៃនេះចាសូមអញ្ជើញលោកខុយរស្មីចា Bonsoir mesdames et messieurs, mon nom est Khoi Rasmai, je suis représentant du groupe Alliance des professionnels cambodgiens du Québec. Un nouvel organisme vient de créer il y a quelques mois. D'abord, j'aimerais partager cet événement historique de notre peuple cambodgien ainsi que les autres communautés internationales d'avoir une idée de partager la souffrance du peuple haïtien ainsi que les autres communautés internationales qui ont la même idée que notre peuple cambodgien à Montréal. Bon, je tiens à remercier d'abord M. Pongmoyen, le directeur de la presse cambodgienne du Canada, ainsi que M. John Bunkon, le grand chef d'orchestre de la communauté cambodgienne du Canada, surtout à Montréal, et d'avoir organisé cette fameuse soirée. Bon, j'aimerais mentionner que ce soir, ça n'existe pas toujours notre communauté cambodgienne, mais il y a aussi des représentants d'autres communautés. C'est pour cet instant-là que j'aimerais inviter le groupe d'associations d'artistes lao-canadiens de Montréal. Lao-canadiens de Montréal. Mesdames et messieurs, accueillons maintenant le groupe d'associations d'artistes lao-canadiens de Montréal. D'abord, Monsieur Anousson, qui joue le keyboard. Monsieur Anousson. Mesdames et messieurs, accueillons Monsieur Anousson et Monsieur Don. Bon, il joue le keyboard. Et le guitariste, Monsieur Pon. Monsieur Pon. Bon, mesdames et messieurs, la personne la plus attrayante de ce soir, j'aimerais inviter Madame Vina, la chanteuse de ce groupe. Madame Vina, accueillons, mesdames et messieurs. Madame Vina est très connue de notre communauté à Montréal et elle désire partager la souffrance, les peines de tout le peuple haïtien. Parce que ce peuple est connu par sa persévérance, sa lutte contre la pauvreté, comme le Cambodge. Souvenez-vous, il y a quelques années, quelques trentaines d'années, le Cambodge a aussi souffert d'après une mauvaise passe d'histoire. Et grâce à Croix-Rouge internationale, on a aidé beaucoup de monde à survivre, ainsi que tous nos Cambodgiens à Montréal ont survécu. Bon,
cet événement historique, j'aimerais inviter Madame Vina d'interpréter les nouvelles chansons pour partager.